តែអ្នកទាំងអស់គ្នាធ្លាប់ដែរពេលអ្នកទាំងអស់គ្នាធ្វើការងារសុកសុកឬក៏រៀនសុកសុកស្រាប់តែយកទូរស័ព្ទមកចុចលេងទាំងតែការងាររបស់យើងមិនទាន់បានធ្វើ4-10នាទីផងស្រាប់តែចុចទូរស័ព្ទបានអញ្ចឹងតាអ្នកទាំងអស់គ្នាមានវិធីសាស្ត្រគេខ្លះដើម្បីគ្រប់គ្រងអារម្មណ៍ខ្លួនឯងនៅក្នុងការធ្វើការងារអ្វីមួយឲ្យមានប្រសិទ្ធភាពថ្ងៃនេះផងដែរគឺខ្ញុំមាន3ចំណុចធំនៅក្នុងការចែករំលែកអ្នកទាំងគ្នាអំពីរបៀបនៅក្នុងការផ្ដោតអារម្មណ៍ទៅលើការធ្វើការងារអ្វីមួយឬក៏ការរៀនសូត្រអ្វីមួយចំណុចទី1ផងដែរគឺតកតងជាមួយនឹងការកំណត់គោលដៅអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាកំណត់គោលដៅរបស់អ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាក្រោកឡើងអ្នកទាំងអស់គ្នានឹងដឹងថាតើខ្លួនឯងត្រូវធ្វើអីហើយអញ្ចឹងបើសិនជាយើងអត់កំណត់គោលដៅខ្លួនឯងទេអ្នកទាំងអស់គ្នាក្រោកមកគឺមិនដឹងថាខ្លួនឯងត្រូវធ្វើនេះធ្វើនោះគឺអត់ដឹងសោះតែម្ដងអញ្ចឹងអ្វីដែលសំខាន់នៅក្នុងការធ្វើឲ្យខ្លួនឯងមានប្រសិទ្ធភាពគឺដឹងថាខ្លួនឯងត្រូវធ្វើអីមុនសិនអញ្ចឹងបានខ្ញុំចង់ណែនាំអ្នកគ្នាឲ្យកំណត់គោលដៅមិនថាជាការកំណត់គោលដៅប្រចាំឆ្នាំប្រចាំខែឬក៏ប្រចាំសប្តាហ៍ឬក៏ប្រចាំថ្ងៃនោះទេបើសិនជាវាមានអារម្មណ៍ថាវាវែងពេកគោលដៅរបស់យើងធំពេកវែងពេកគឺយើងអាចកំណត់វាជាលក្ខណៈទូចបង្កន់វាមកហើយយើងបែងចែកនៅគោលដៅរបស់យើងនឹងជាប្រចាំថ្ងៃវិញតើប្រចាំថ្ងៃរបស់យើងតែយើងគួរធ្វើអីដើម្បីសម្រេចគោលដៅធំរបស់យើងអញ្ចឹងចំណុចនេះផងដែរគឺធ្វើឲ្យយើងផ្ដោតទៅលើគោលដៅរបស់យើងជាជាងការធ្វើអ្វីផ្សេងទៀតដែលមិនពាក់ព័ន្ធជាមួយនឹងអ្វីដែលយើងបានកំណត់ហើយចំណុចទី2ផងដែរគឺតកតងជាមួយនឹងការផ្ដាច់ការរំខានបាទអញ្ចឹងការផ្ដាច់ការរំខានដែលភាសាអង់គ្លេសគេហៅថា avoid distraction ហ្នឹងគឺយើងអ្វីដែលយើងធ្លាប់ជួបប្រទះសប្តាហ៍ថ្ងៃគឺតកតងជាមួយនឹងបច្ចេកវិទ្យាអញ្ចឹងបច្ចេកវិទ្យាដែលមានដូចជាទូរស័ព្ទឬក៏កុំព្យូទ័រជាដើមហ្នឹងគឺអាចនិយាយបានថាជារបស់មួយដែលរំខានយើងខ្លាំងដោយសារអីវាមានរបស់នៅក្នុងហ្នឹងដែលធ្វើឲ្យយើងសប្បាយតែពេលដែលយើងសប្បាយមើលវាច្រើនអីច្រើនជាពិសេសតទៅជាមួយនឹង social media ហ្នឹងគឺធ្វើឲ្យយើងភ្លេចការងាររបស់យើងប្រចាំថ្ងៃហ្នឹងពេលខ្លះធ្វើការងារបានបន្តិចប៉ុន្តែត្រឡប់ទៅចុចទូរស័ព្ទឬក៏ចុចកុំព្យូទ័រដើម្បីមើលនេះមើលនោះអញ្ចឹងធ្វើឲ្យខាតពេលវេលារបស់យើងធ្វើឲ្យការងាររបស់យើងអត់មានប្រសិទ្ធភាពទេអញ្ចឹងមុនពេលដែលអ្នកទាំងអស់គ្នាធ្វើការងារអីមួយកំណត់គិតថាអូខេក្នុង1ម៉ោងហ្នឹងអ្នកទាំងអស់គ្នារៀនចំណុចណាមួយអញ្ចឹងអ្នកទាំងអស់គ្នាគួរតែបិទទូរស័ព្ទឬក៏បិទ notification ចោលដើម្បីកុំឲ្យមានការរំខាននៅពេលដែលអ្នកទាំងអស់គ្នាមានការរំខានអ្នកទាំងអស់គ្នាប្រកាសទីចុចទូរស័ព្ទហើយអញ្ចឹងទុកវាឲ្យឆ្ងាយហើយបិទទូរស័ព្ទធ្វើឲ្យអ្នកទាំងអស់គ្នាធ្វើការដោយមានប្រសិទ្ធភាពផងដែរបាទអញ្ចឹងនេះគឺជាចំណុចទី2ដែលខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នារីឯចំណុចទី3ផងដែរគឺតកតងជាមួយនឹងបញ្ហាសុខភាពបញ្ហាសុខភាពនេះគឺសំខាន់មែនទែនអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកទាំងអស់គ្នាអត់មានសុខភាពល្អអត់ស្រួលខ្លួនមានអារម្មណ៍ថាឈឺគឺអ្នកទាំងអស់គ្នាធ្វើការងារអត់ចូលទេអញ្ចឹងចំណុចមួយចំនួនដែលខ្ញុំចង់ recommend តកតងជាមួយនឹងបញ្ហាសុខភាពផងដែរគឺទី1ដេកឲ្យបានគ្រប់គ្រាន់បាទពី7ម៉ោងទៅ8ម៉ោងធ្វើម៉េចនៅពេលដែលអ្នកទាំងអស់គ្នាក្រោកមកមានអារម្មណ៍ថាអ្នកទាំងអស់គ្នាគឺសោះស្រាយគឺគ្រប់គ្រាន់មិនមានភាពងួយគេងអញ្ចឹងធ្វើឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការផ្ដោតអារម្មណ៍តែបើសិនជាអ្នកទាំងអស់គ្នាអត់បានដេកបានយូរទេអញ្ចឹងពេលក្រោកមកវិញមានអារម្មណ៍ថាងួយដេកអញ្ចឹងពេលងួយដេកគឺអ្នកទាំងអស់គ្នាអារម្មណ៍ផងអ្នកទាំងអស់គ្នាគឺអត់សូវបានផ្ដោតទៅលើការរៀនសូត្រឬក៏ការធ្វើការមួយទេអញ្ចឹងការដេកនេះក៏ជាកត្តាមួយសំខាន់ផងដែរហើយចំណុចទី2តទៅមកបញ្ហាសុខភាពផងដែរគឺការញ៉ាំអាហារបានគ្រប់គ្រាន់បាទអញ្ចឹងគឺធ្វើឲ្យយើងមានអារម្មណ៍ថាយើងមានកម្លាំងអញ្ចឹងពេលដែលយើងរៀនឬក៏ធ្វើការងារអ្វីមួយគឺយើងអត់បានមានអារម្មណ៍ថាកោពួរឬក៏អារម្មណ៍ផ្ដោតទៅលើការហូបអាហារទេហើយចំណុចទី3តទៅមកបញ្ហាសុខភាពផងដែរគឺមានលំហាត់ប្រាណប្រចាំថ្ងៃយើងដឹងហើយយើងធ្វើការឬក៏រៀនសូត្រប្រចាំថ្ងៃគឺយើងច្រើនមែនតើច្រើនមកមែនតើសឹងតែ6 7 8ម៉ោងអញ្ចឹងធ្វើឲ្យអ្នកទាំងគ្នាអស់កម្លាំងឬក៏ពេលខ្លះមានអារម្មណ៍ថា stress ពីការងារផងដែរអញ្ចឹងបើសិនជាអាចឆ្លៀត10ទៅ15នាទីឬក៏20នាទីនៅក្នុងការធ្វើលំហាត់ប្រាណអញ្ចឹងធ្វើលំហាត់ប្រាណគឺធ្វើឲ្យអ្នកទាំងគ្នាមានអារម្មណ៍ថាសោះស្រាយបញ្ចេញនៅធាតុពុលផ្សេងធ្វើឲ្យអ្នកទាំងគ្នាមានអារម្មណ៍ថារាងកាយរបស់អ្នកទាំងគ្នាគឺត្រឡប់មកវិញមិនថារស់រវើកឡើងវិញធ្វើឲ្យខួរក្បាលរបស់យើងស្រឡះអញ្ចឹងធ្វើការមួយគឺមានប្រសិទ្ធភាពជាងមុនផងដែរបាទអញ្ចឹងសរុបមកវិញ3ចំណុចធំចង់ឲ្យអ្នកទាំងគ្នាធ្វើគឺតកតងជាមួយនឹងទី1កំណត់គោលដៅខ្លួនឯងប្រចាំថ្ងៃប្រចាំសប្តាហ៍ប្រចាំខែឬក៏ប្រចាំឆ្នាំទី2 avoid distraction គឺកាត់បន្ថយការរំខានតកតងជាមួយនឹងការនិយាយលេងច្រើនជាមួយមិត្តភ័ក្តិឬក៏នរណាផ្សេងក៏ដោយដែលធ្វើឲ្យការងាររបស់យើងអត់មានប្រសិទ្ធភាពហើយនឹងទុកទូរស័ព្ទបានឆ្ងាយគឺធ្វើឲ្យការងាររបស់យើងមានប្រសិទ្ធភាពហើយចំណុចទី3គឺបញ្ហាសុខភាពគឺព្យាយាមពិនិត្យមើលសុខភាពខ្លួនឯងឡើងវិញការហូបចុកការដេកហើយនិងការធ្វើលំហាត់ប្រាណផងដែរបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមអរគុណសូមជម្រាបលា